បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារាសីសម្រាប់ខែមេសាសម្រាប់បងប្អូននៅខែនៃឆ្នាំរកាថាតើជោគជតារាសីប្រចាំខែមេសាសម្រាប់បងប្អូនខែឆ្នាំរកាមានលក្ខណៈដូចម្តេចខ្លះតើតើនឹងដំណើរជីវិតពេញមួយខែនេះបងប្អូនអាចស្ដាប់ពី Channel ទូទាយដូចតទៅនេះបានបាទចំពោះខែមេសាចំពោះបងប្អូននៅខែនៅឆ្នាំរការយៈពេលនេះគឺជារយៈពេលមួយដែលបងប្អូនគឺមានភាពអស់កម្លាំងនឿយហត់ច្រើនបន្តិចទាំងកម្លាំងកាយនិងកម្លាំងចិត្តដោយសារបងប្អូនរវល់នឹងការងារច្រើននៅកន្លែងការងារជាពិសេសបងប្អូនធ្វើការងារផ្នែកជាគណនេយ្យករជាដើមបាទមួយរយៈពេលនេះបងប្អូនគឺអស់កម្លាំងមែនទែនហើយចំពោះបងប្អូនជាអ្នកប្រកបរបរអាជីវកម្មក៏មិនសូវជាដំណើរការល្អខ្លាំងណាស់ដែរក៏ប៉ុន្តែល្អតែទាំងជាមួយការវិនិយោគដើម្បីឲ្យកាន់ជាច្បាស់តែទាំងដំណើរជីវិតពេញមួយខែមេសានេះសូមតាមដានស្ដាប់ព័ត៌មានលម្អិតដូចតទៅនេះចំពោះបងប្អូននៃការនៅឆ្នាំរកាមួយកម្រិតនេះគឺបងប្អូនមានភាពធ្លាក់បាក់ទឹកចិត្តឬក៏មានជំងឺខ្លះដោយសារតែភាពអស់កម្លាំងការងារហួសកម្រិតពេលវេលានេះជាពេលវេលាផ្ដល់ឲ្យលោកអ្នកជៀសវាងការធ្វើលំហាត់ប្រាណច្រើនពេកព្រោះកម្លាំងរបស់លោកអ្នកខ្សោយបើលោកអ្នកហាត់ប្រាណទៀតរឹតតែអស់កម្លាំងធ្វើឲ្យលោកអ្នកប្រឈមនឹងបញ្ហាផ្សេងៗក្នុងកំឡុងពេលខែមេសានេះជាពំខានហើយរយៈពេលនេះបងប្អូនអាចសម្រាប់ការធ្វើដំណើរឆ្ងាយរយៈពេលខ្លីសិនទៅដើម្បីបញ្ចូលថាមពលឲ្យបានល្អប្រសើរជាពិសេសបើមានអារម្មណ៍ថាអស់កម្លាំងអាចសម្រាប់ឲ្យបានច្រើនចំពោះបងប្អូនកើតឆ្នាំរកាផងដែរបងប្អូនអាចចូលរួមក្នុងការបរិភោគនៅចំណីអាហារដែលមានជីវជាតិសម្រាប់ឲ្យបានគ្រប់គ្រាន់ហើយប្រុងប្រយ័ត្នការបរិភោគអាហារដែលខ្វះវីតាមីនឬក៏អាហារដែលមិនផ្ដល់ផលប្រយោជន៍ព្រោះអីបងប្អូនមួយរយៈពេលនេះអស់កម្លាំងច្រើនហើយបើសិនជាបងប្អូនព្យាយាមបរិភោគអាហារដែលគ្មានជីវជាតិគ្មានវីតាមីនទៀតនាំឲ្យបងប្អូនមានបញ្ហាទាក់ទងមួយសុខភាពជាពំខាននៅកន្លែងការងារបងប្អូនអរគ្នាបាទទាក់ទងជាមួយនឹងការងារបងប្អូនហើយការងារបំពេញកិច្ចការងារជាមន្ត្រីរាជការឬក៏បំពេញកិច្ចការងារជាបុគ្គលិកឯកជនទេរយៈពេលនេះបងប្អូនអរគ្នាមានអារម្មណ៍ថារវល់ច្រើននៅកន្លែងការងារហើយការរៀបចំផែនការមួយចំនួនគឺធ្វើការឡើងហួសកម្រិតតែម្ដងខណៈពេលនេះលោកអ្នកទទួលបានការងារពីម្ដងហើយម្ដងទៀតពីយវាយនេះហើយធ្វើឲ្យលោកអ្នកវិភាគចុះវិភាគឡើងអាចនឹងមានកំហុសឆ្គងខ្លះនៅក្នុងការងារដែលលោកអ្នកកំពុងតែបំពេញម្ល៉េះហើយការងារដែលធ្វើហាមធ្វើជាឲ្យសោះត្រូវធ្វើឲ្យច្បាស់លាស់ធ្វើឲ្យត្រឹមត្រូវធ្វើឲ្យទាន់ពេលវេលាជូនទៅមេកាយដោយសារលោកអ្នកមានអារម្មណ៍ថាអស់កម្លាំងច្រើនការងារមួយចំនួនលោកអ្នកអាចថាឆឹងឆៃបន្តិចក៏ប៉ុន្តែលោកគ្រូសូមណែនាំជូនមួយហាមធ្វើការងារដែលមិនយកចិត្តទុកដាក់និងមិនអស់វិដ័យពីជើងបើពុំនោះទៀតសោតទេការងារនេះនឹងអាចរង្គោះរង្គើទៅដល់ការងាររយៈពេលឆ្ងាយរបស់លោកអ្នកដែរទៀតផងការរៀបចំផែនការសម្រាប់ខែមេសាឆ្នាំ2025នេះលោកអ្នករៀបចំផែនការនឹងមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងការស្វែងរកការគាំទ្រណាមួយពីមេកាយឬក៏ពីអ្នកវិនិយោគជាមួយសម្រាប់លោកអ្នកដែលជាម្ចាស់អាជីវកម្មមួយរយៈពេលនេះលោកអ្នកមានទំនាក់ទំនងល្អជាមួយដៃគូរបស់បងប្អូនរបស់គ្នាហើយសមាជិកក្រុមគឺដើរតួយ៉ាងសំខាន់ជួយជ្រោមជ្រែងបងប្អូនរបស់គ្នាហាមបោះបង់ពួកគាត់ត្រូវតែយកចិត្តទុកដាក់ជាមួយពួកគាត់ដល់តម្លៃឲ្យគាត់ឲ្យសុំនៅយោបល់ណាមួយពីក្រុមការងារនៅពេលដែលលោកអ្នកគិតថាពិបាកក្នុងការដោះស្រាយបញ្ហាប្រឈមណាមួយពីសំណាក់មនុស្សជំនាញខ្លួនឬក៏ពីសំណាក់ដៃគូធ្វើការវិនិយោគជាមួយតែទៅនឹងការបណ្ដាទុនរួមគ្នានេះរយៈពេលខែមេសាឆ្នាំ2025នេះជាពេលវេលាល្អសម្រាប់អស់លោកអ្នកក្នុងការវិនិយោគទៅលើវិស័យអចលនទ្រព្យឬក៏វិស័យដើម្បីទទួលបាននូវប្រាក់ចំណេញណាមួយក៏ប៉ុន្តែរាល់ការវិនិយោគបងប្អូនត្រូវពិនិត្យពិច័យបានខ្ពស់មុននឹងធ្វើការសម្រេចចិត្តបើលោកអ្នកធ្វើឲ្យប្រហែសលោកអ្នកអាចនឹងខាតដើមលុះមុនតែទាំងនឹងមនុស្សក៏កុំព្យាយាមទុកចិត្តគេខ្លាំងពេកដែរនៅចន្លោះពេលនេះបងប្អូនលោកគ្នាត្រូវប្រយ័ត្នហាមយករឿងក្នុងចេញក្រៅយករឿងក្រៅចូលក្នុងបើបងរៀនសតទេបងប្អូនលោកគ្នានឹងមានបញ្ហាទាក់ទងជាមួយនឹងតំណែងជាមួយមនុស្សជុំវិញខ្លួនហើយជាពិសេសមនុស្សចិត្តដិតដែលលោកអ្នកតែងតែធ្វើការវិនិយោគជាមួយនេះឯងទាក់ទងនឹងដំណើរការនៃជីវិតក្នុងការធ្វើដំណើរទីជិតទីឆ្ងាយចំពោះបងប្អូននៅការនៃឆ្នាំកកាក្នុងចន្លោះពេលនេះបងប្អូនលោកគ្នាពុំគួរដើរលេងឆ្ងាយពេកនោះទេត្រូវព្យាយាមសម្រាប់ឲ្យបានច្រើនទើប
តាមពុយជីវិតរបស់លោកអ្នកទទួលបានភាពត្រឹមត្រូវត្រឡប់មកវិញដើម្បីបំពេញនូវរាល់កិច្ចការងារដែលលោកអ្នកកំពុងតែធ្វើឲ្យមានប្រសិទ្ធភាពចំពោះបងប្អូនដែលជាមន្ត្រីរាជការប្រយ័ត្នបន្តិចចំពោះការបែងជើងពីសំណាក់មនុស្សជុំវិញខ្លួនជាពិសេសអ្នកដែលមានឋានៈស្រដៀងគ្នាដូចចន្លោះពេលនេះពួកគេកំពុងតែសង្គ្រឹះថ្មិញដាក់បងប្អូនអរគ្នាហើយអញ្ចឹងហើយបងប្អូនអរគ្នាមុននឹងធ្វើការងារអ្វីគួរតែសម្រេចចិត្តឲ្យបានច្បាស់លាស់បើមិនច្បាស់ជាមួយការងារតែសួរមេកោយមកពុំនោះទៀតសោតទេគេនឹងរកចន្លោះប្រហោងដែលលោកអ្នកមានដើម្បីវាយផ្ដួលលោកអ្នកហើយចឹងត្រូវប្រយ័ត្នប្រយែងឲ្យបានមែនតើតើតើជាមួយនឹងបងប្អូនដែលជាមន្ត្រីរាជការបងប្អូនដែលបំពេញការងារជាបុគ្គលិកឯកជនក៏ដូចគ្នាដែរបើសិនជាទទួលព័ត៌មានណាមួយពីមនុស្សជំនាញខ្លួនមិនសូវច្បាស់លាស់កុំសួរគេទេបាទប្រយ័ត្នបងប្អូនមានបញ្ហាជាមួយនឹងការនាំពាក្យចេញចូលពីសំណាក់មនុស្សជំនាញខ្លួនដើម្បីលោកអ្នកមានចំនួនជាមួយដៃគូផ្សេងទៀតតើតើជាមួយនឹងសេចក្តីស្រឡាញ់សេចក្តីស្នេហាចំពោះបងប្អូនในកាលនៃឆ្នាំរកានៅក្នុងខែមេសានេះឆ្នាំរកាជាឆ្នាំមួយដែលឆ្លាតក្នុងខែមេសានេះបងប្អូនអ្នកនេះគឺជាមនុស្សដែលតាក់ទាញនៃក្តីស្រឡាញ់ខ្លាំងមែនទែនបងប្អូនតែងតែទទួលបានគោរពស្រឡាញ់ពីមនុស្សជំនាញខ្លួនការប្រស័យតាក់ទងជាមួយមនុស្សជាទីស្រឡាញ់ក៏ល្អប្រសើរការដោះស្រាយបញ្ហាដែលលោកអ្នកកំពុងតែមានក៏ល្អប្រសើរផងដែរបដៃគូលោកអ្នកខឹងលោកអ្នកតាំងពីពេលណាមកនោះក្នុងខែនេះបងប្អូនមានឱកាសច្រើនដើម្បីផ្សះផ្សាជាមួយពួកគាត់បានហើយព្យាយាមយកចិត្តទុកដាក់ឲ្យបានច្រើននោះបងប្អូននឹងវិលត្រឡប់ភាពដើមវិញនៃក្តីស្រឡាញ់ហេតុលហែមសម្រាប់ដៃគូរបស់បងប្អូនទាំងអស់គ្នាជាពិសេសបើបងប្អូនទាំងអស់គ្នាមានបំណងចង់សុំដៃគូរបស់លោកអ្នកចងស្ពានមានមន្ត្រីផ្លូវវែងឆ្ងាយនោះជាពេលវេលាល្អសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការសាងអនាគតបានហើយឥឡូវយើងក៏លេចទៅមើលបងប្អូនដែលជាសិស្សនិស្សិតវិញម្ដងចំពោះបងប្អូនដែលជាសិស្សនិស្សិតនៅចន្លោះពេលខែមេសាឆ្នាំ2025ចំពោះបងប្អូនដែលកើតនៅឆ្នាំរកាបងប្អូនអរគ្នាមិនត្រូវបណ្ដាច់បណ្ដោយពេលវេលាឲ្យកន្លងហួសជ្រុលនិយមខ្លាំងពេកនោះទេការធ្វើដំណើរដើរលេងមិនត្រូវដើរហើរច្រើនហើយមិនត្រូវចោលទៅទាំងជាមួយការសិក្សាទេបើលោកអ្នកភ្លេចខ្លួននៅចន្លោះខែ4នេះនៅពេលដែលលោកអ្នកត្រឡប់មកពីការចូលរួមនៅកម្មវិធីបុណ្យប្រពៃណីខែ4នេះបងប្អូននឹងទទួលនៅការងារធ្ងន់ពីខាងសាលាអញ្ចឹងហើយបងប្អូនអរគ្នាបើមានមែនបងប្អូនអ្នកត្រូវតែព្យាយាមមើលមេរៀនផងមុននឹងបងប្អូនធ្វើដំណើរកម្សាន្តបើបងប្អូនភ្លេចខ្លួនតែបន្តិចបងប្អូននឹងមិនទទួលបានលទ្ធផលល្អតែទាំងជាមួយការសិក្សានៅឡើយសូមអរគុណដែលបានស្ដាប់ពីការទូទាយជូនគតារិស័យបងប្អូនកើតឆ្នាំរកាបាទសម្រាប់ខែមេសាឆ្នាំ2025ពីឆ្នាំទូទាយសូមអរគុណសូមជម្រាបលា